រៀបសួរលោកគ្រូអ្នកគ្រូព្រមទាំងបងប្អូនសិស្សសានុសិស្សទាំងអស់ជាទីគោរពនិងជាទីមេត្រីខ្ញុំឈ្មោះឡុងកំណាបម្រើការនៅនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំយុវជននិងកីឡាថ្ងៃនេះបងប្អូនជួបជាមួយអ្នកគ្រូនៅម៉ោងអប់រំសុខភាពថ្នាក់ទី9ក្នុងសមាសភាគទី3សុខភាពបន្តពូជនិងសុខភាពផ្លូវភេទនៅក្នុងសមាសភាគទី3នេះបងអូននឹងទទួលបាននៅចំណេះដឹងត្រឹមត្រូវអរិយាប័ត្រវិជ្ជមាននិងជំនាញសំខាន់មួយចំនួនទាក់ទងនឹងសុខភាពផ្លូវភេទសុខភាពបន្តពូជដែលអាចឲ្យបងប្អូនធ្វើការសម្រេចចិត្តបានត្រឹមត្រូវប្រកបដោយពុទ្ធិការទទួលខុសត្រូវការគោរពដែលជួយឲ្យបងប្អូនលើកកម្ពស់សុខុមាលភាពខ្លួនឯងនិងអ្នកដទៃចា៎ថ្ងៃនេះអ្នកគ្រូនឹងយកនៅមេរៀនទី1ក្នុងសមាសភាគទី3សុខភាពបន្តពូជនិងសុខភាពផ្លូវភេទចំពោះទី1សុខភាពបន្តពូជមេរៀនទី1ជំងឺកាមរោគចានៅក្នុងមេរៀនទី1នេះអ្នកគ្រូមានគោលបំណងត្រូវផ្ដល់ឲ្យបងប្អូននៅពេលដែលបងប្អូនបានសិក្សានៅមេរៀននេះចប់បងប្អូននឹងមានសមត្ថភាពអាចប្រាប់បានពីនិយមន័យជំងឺកាមរោគបងប្អូនក៏អាចរៀបរាប់បានពីប្រភេទនិងរោគសញ្ញានៃជំងឺកាមរោគបងប្អូនក៏អាចបង្ហាញពីប្រភេទជំងឺកាមរោគនិងរោគសញ្ញាហើយនៅចុងក្រោយបងប្អូននឹងមានស្មារតីយកចិត្តទុកដាក់បង្ការនិងព្យាបាលជំងឺកាមរោគតាមក្បួនវិទ្យាសាស្ត្រត្រឹមត្រូវចាបងប្អូនដឹងទេជំងឺកាមរោគហ្នឹងជាបញ្ហាសុខភាពសាធារណៈចម្បងមួយដោយសារតែការរីកសាយយ៉ាងឆាប់រហ័សនៃជំងឺនេះគឺមានផលប៉ះពាល់ដល់ការអភិវឌ្ឍធនធានមនុស្សនិងធនធានសេដ្ឋកិច្ចរបស់ជាតិយើងចាឥឡូវអ្នកគ្រូសួរបងប្អូនថាតើបងប្អូនធ្លាប់ដឹងឬក៏ឮពីជំងឺកាមរោគដែរឬទេចាចាអរគុណច្រើនប្រសិនបើបងប្អូនធ្លាប់ដឹងឬក៏ឮអញ្ចឹងតើអ្វីទៅជាជំងឺកាមរោគចាសូមឲ្យបងប្អូនជួយឲ្យនិយមន័យអ្នកគ្រូតិចចាអរគុណច្រើនឥឡូវយើងក្រឡេកមកមើលនិយមន័យរបស់យើងវិញថាតើជំងឺកាមរោគនោះមានន័យដូចម្ដេចចាជំងឺកាមរោគគឺជាជំងឺឆ្លងតាមការរួមភេទរវាងលឹងនិងយោនីតាមរន្ធគូតនិងតាមមាត់ហើយជំងឺនេះបង្កឡើងដោយមេរោគផ្សេងដូចជាបាក់តេរីវីរុសឬផ្សិតចាអញ្ចឹងបងប្អូនសង្កេតមករូបភាពខាងក្រោមនេះថាតើបងប្អូនបានឃើញអ្វីចាបងប្អូនឃើញទីនេះគឺជាប្រដាប់ភេទរបស់បុរសហើយនិងស្ត្រីតើបងប្អូនឃើញរោគសញ្ញាអីចាគាត់ដោះសាច់ដូចសេមន់លើប្រដាប់បន្តពូជស្ត្រីខាងនេះគឺបុរសហើយគាត់អាចមានដូចមានអាការៈដូចរូបភាពនេះបងប្អូនឃើញដូចពងទឹកឬក៏ដំបៅលើប្រដាប់ភេទបន្តពូជរបស់ស្ត្រីឬនឹងបុរសដោយឡែកគឺរូបខាងនេះវិញបងប្អូនឃើញបើខាងបុរសគាត់មានអាការៈដូចជាហើមក្រលៀនចំណែកមុខខាងនារីនេះគាត់ធ្វើមុខជូរអញ្ចឹងមានន័យថាគាត់អាចបន្តបងមានបញ្ហាចាឥឡូវយើងមកមើលមេរៀនរបស់យើងវិញអ្នកមុននឹងបន្តអ្នកគ្រូនឹងចែកបងប្អូនជា2ក្រុមពិភាក្សាទៅលើសំណួរដោយទុករយៈពេល5នាទីសម្រាប់បងប្អូនពិភាក្សានិង2នាទីសម្រាប់ក្រុមនីមួយៗឡើងបកស្រាយចម្លើយចាឥឡូវសំណួរចាអ្នកគ្រូមានសំណួរ2ដែលផ្ដល់ឲ្យបងប្អូនក្រុម1សម្រាប់ក្រុម1តើប្រភេទជំងឺកាមរោគមានអ្វីខ្លះចូលរៀបរាប់ចាចំណែកក្រុម2តើរោគសញ្ញានៃជំងឺកាមរោគមានអ្វីខ្លះសូមអូនរៀបរាប់ដូចគ្នាចាឥឡូវបងអូនចាប់ផ្ដើមពិភាក្សាគ្នាទៅចាអរគុណឥឡូវកិច្ចពិភាក្សារបស់បងអូនបានបញ្ចប់បងអូនមើលទៅចម្លើយរបស់បងអូនជាមួយនឹងខ្លឹមសាររបស់មេរៀនយើងវិញថាតើបងអូនត្រូវបានប៉ុន្មានចំណុចហើយចំណុចណាដែលបងអូនខ្វះខាតហើយនៅមិនទាន់ពេញចន្លោះនៅខ្លឹមសារឲ្យបានត្រឹមត្រូវចាចុះបងអូនមើលទៅប្រភេទជំងឺកាមរោគនៅក្នុងចំណុចនេះជំងឺកាមរោគហ្នឹងមានច្រើនប្រភេទណាស់ដែលកើតញឹកញាប់ជាងគេនៅប្រទេសកម្ពុជាយើងចាមានដូចជាជំងឺអីអូនចាមានជំងឺប្រមេះទឹកបាយជំងឺប្រមេះទឹកថ្លាជំងឺស្វាយជំងឺសេមន់ជំងឺទៀមឡាជំងឺពងទឹកយើងហៅ herpes ហ្នឹងជំងឺអេដជំងឺបង្កឡើងដោយមេរោគ Trichomonas ជំងឺរលាកមាត់ស្បូនចាឥឡូវយើងមើលបន្តតើរោគសញ្ញាមានអ្វីខ្លះចាអញ្ចឹងរោគសញ្ញានៃជំងឺកាមរោគណាដែលយើងជួបប្រទះញឹកញាប់ជាងគេនោះមានដូចអីចាមានហូរខ្ទុះតាមបង្ហូរនោមឬក៏ទ្វារមាសអ្នកខ្លះទៀតអាចធ្លាក់សដែលមានពណ៌បៃតងឬពណ៌លឿងនិងមានធុំក្លិនចាចំណែកអ្នកខ្លះទៀតគឺគាត់អាចឈឺចុកចាប់ឬក៏ឈឺស្ទុំនៅផ្នែកខាងលើថ្ងាសក្រោមពោះហ្នឹងសម្រាប់ស្ត្រីចា
ចាអ្នកមួយចំនួនអាចមានដំបៅឬកំពងទឹកនៅលើប្រដាប់ភេទដុសសាច់ដូចសេមាន់លើប្រដាប់ភេទរមាស់កន្ទួលលើប្រដាប់ភេទអ្នកមួយចំនួនក៏អាចមានអាការៈឈឺនំញឹកឬក៏នំមិនចេញឬក៏ឈឺចាប់នៅប្រដាប់ភេទអាចហើមពងស្វាសឬក៏សរសៃពងស្វាសហើមកូនកណ្ដុរនិងក្រលៀនចាអញ្ចឹងថ្ងៃនេះយើងរៀនមេរៀននេះត្រឹមតែប៉ុណ្្នឹងសិនហើយបងអូនលើកប៊ិចនិងសិភៅដើម្បីកត់ត្រាមេរៀនសង្ខេបទុកអាននៅពេលដែលបងអូនមានការភ្លេចភ្លាំងនៅពេលក្រោយអញ្ចឹងអ្នកគ្រូហៅយឺតឲ្យបងអូនកត់ចាឥឡូវអ្នកគ្រូចាប់ផ្ដើមហើយបងអូនដាក់ត្រេមួយជំងឺកាមរោគជាជំងឺឆ្លងតាមការរួមភេទវាបង្កឡើងដោយមេរោគផ្សេងដូចជាបាក់តេរីវីរុសឬផ្សិតត្រេមួយទៀតប្រភេទជំងឺកាមរោគមានប្រមេះទឹកបាយប្រមេះទឹកថ្លាជំងឺស្វាយជំងឺសេមាន់ជំងឺទៀមឡាជំងឺពងទឹកជំងឺបង្កឡើងដោយមេរោគត្រីកូម៉ូណាសជំងឺអេដស៍និងជំងឺរលាកស្បូនចាបងអូនដាក់ត្រេមួយទៀតរោគសញ្ញាហូរខ្ទុះពីបង្ហូរនោមធ្លាក់សការឈឺចុកចាប់ដំបៅឬពងទឹកដុសសាច់ដូចសេមាន់លើប្រដាប់បន្តពូជរមាស់កន្ទួលលើប្រដាប់ភេទនោមឈឺនោមញឹកនោមមិនចេញឬឈឺចាប់នៅប្រដាប់ភេទហើមពងស្វាសឬសរសៃពងស្វាសនិងហើមកូនកណ្ដុរនៅក្រលៀនចាបងប្អូនបិទសិភៅទៅហើយដាក់ប៊ិចចុះអ្នកគ្រូនឹងសួរសំណួរមួយចំនួនដល់បងប្អូនដើម្បីដឹងថាបងប្អូននឹងចងចាំមេរៀនបានកម្រិតណាហើយនៅខ្វះចន្លោះកន្លែងណាខ្លះដែលយើងចាប់មិនទាន់បានចាកប្រសិនបើអ្នកមានអាការៈហូរខ្ទុះពីបង្ហូរនោមឈឺឬធ្លាក់សពណ៌លឿងមានធំក្លិនឬក៏ហើមកូនកណ្ដុរដល់ក្រលៀនតើអ្នកគិតថាអ្នកកើតជំងឺអ្វីអ្នកគ្រូមានចម្លើយឲ្យបងអូនរើសចា1ជំងឺគ្រុនឈាម2ជំងឺគ្រុនចាញ់3ជំងឺកាមរោគ4ជំងឺរលាកពោះវៀនតើបងអូនឆ្លើយមើលថាចម្លើយមួយណាដែលត្រឹមត្រូវចាបងអូនខាងនោះចាអរគុណច្រើនមើលបងអូនខាងនោះមួយទៀតដើម្បីបញ្ជាក់ថាចម្លើយមិត្តភ័ក្តិយើងគឺចម្លើយត្រឹមត្រូវចាអរគុណច្រើនអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយទី3អ្នកអាចសន្និដ្ឋានថាអូខ្លួនឯងអាចកើតជំងឺកាមរោគចាសំណួរបន្តអ្នកអាចឆ្លងជំងឺកាមរោគពីការអង្គុយលើបង្គន់តើពិតឬមិនពិតបងអូនចាបងអូនខាងមុខចាអរគុណច្រើនអញ្ចឹងចម្លើយមិនពិតព្រោះអ្នកមិនអាចឆ្លងជំងឺកាមរោគពីការអង្គុយលើបង្គន់ទេមេរោគដែលបង្កជំងឺកាមរោគមិនអាចរស់នៅក្នុងបរិយាកាសឬនៅខាងក្រៅរាងកាយមនុស្សបានទេដូច្នេះមេរោគមិនអាចរស់នៅលើបង្គន់បានដែរម្យ៉ាងទៀតភ្នាសរំអិលរបស់អ្នកដែលឆ្លងតាមរយៈជំងឺនេះមិនត្រូវជាប់ទាក់ទងនឹងការអង្គុយលើបង្គន់ទេចាសំណួរក៏ប្រសិនបើអ្នករងចាំរហូតដល់រៀបការទើបមានការរួមភេទនោះអ្នកមិនអាចមានជំងឺកាមរោគបានទេអញ្ចឹងតើពិតបងអូនខាងនោះចាអរគុណច្រើនអញ្ចឹងពិតប្រសិនបើអ្នកទាំងពីរមិនមានជំងឺកាមរោគទេតែអាចមិនពិតចាប្រសិនបើភាគីណាម្នាក់មានជំងឺកាមរោគឬដៃគូអ្នកមានដៃគូច្រើនដៃគូផ្សេងហើយឆ្លងជំងឺកាមរោគចាឥឡូវសំណួរបន្តសំណួរខអ្នកអាចមានជំងឺកាមរោគបើទោះបីអ្នកមិនមានចេញរោគសញ្ញាក៏ដោយពិតឬមិនពិតបងអូនមើលបងអូនខាងក្រោយចាអរគុណច្រើនចុះបងអូនខាងនោះចាអរគុណអញ្ចឹងអាចចាពិតព្រោះជំងឺកាមរោគក្នុងដំណាក់កាលឆ្លងដំបូងមិនមានរោគសញ្ញាគួរឲ្យកត់សម្គាល់ទេជំងឺកាមរោគស្ថិតក្នុងដំណាក់កាលសង្ងំមិនចេញរោគសញ្ញានិងដំណាក់កាលចេញរោគសញ្ញាចាសំណួរងចាអ្នកនឹងមិនមានជំងឺកាមរោគទេបើសិនបើអ្នកគ្រាន់តែរួមភេទតាមមាត់តែប៉ុណ្ណោះពិតឬមិនពិតបងអូនមើលបងអូនតុកមុខចាអរគុណច្រើនចាមិនពិតព្រោះការរួមភេទតាមមាត់ក៏ឆ្លងជំងឺកាមរោគបានដែរបើដៃគូទាំងពីរមាននរណាម្នាក់មានជំងឺកាមរោគការរួមភេទតាមមាត់តាមរុនគូតតាមប្រដាប់ភេទសុទ្ធតែបង្កឲ្យមានការដាច់រលាត់
ដែលជាផ្លូវសម្រាប់មេរោគឆ្លងចូលបានចាចឹងបងអូនលើកសៀវភៅឡើងហើយនឹងដាក់ប៊ិចសកម្មប៊ិចមកកត់កិច្ចការផ្ទះយកទៅធ្វើចាចូលស្រាវជ្រាវពីមូលហេតុនិងផលវិបាកនៃជំងឺកាមរោគតាមរយៈ website សម្រាប់យើងរៀននៅម៉ោងអប់រំសុខភាពសប្តាហ៍ក្រោយមុននឹងចាប់ម៉ោងអ្នកគ្រូសូមផ្ដល់បញ្ញាបងអូនសូមឲ្យបងអូនថែទាំសុខភាពនិងការពារខ្លួនកុំឲ្យឆ្លងជំងឺកាមរោគចាឥឡូវមេរៀនយើងបានដល់ទីបញ្ចប់ហើយខ្ញុំសូមគោរពអរគុណលោកគ្រូអ្នកគ្រូព្រមទាំងបងប្អូនសិស្សានុសិស្សទាំងអស់ដែលបានចូលរួមទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយខ្ញុំសូមអរគុណសូមជម្រាបលាចា